ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកចែករំលែកពុកម៉ែបងប្អូនពីវិធីធ្វើដូចម្ដេចដើម្បីយើងការពារកុំឲ្យយើងបេះស្លឹកក្រូចសើចយើងច្រើនដងទៅវាងាប់ដើមអញ្ចឹងវិធីគឺងាយស្រួលទេបងប្អូនហើយចាស់ពីមុនគាត់យល់ថាការធ្វើរបៀបនេះធ្វើឲ្យក្រូចសើចឆាប់ងាប់ប៉ុន្តែវិធីនេះគឺយើងអនុវត្តទៅក្រូចសើចនឹងដុះល្អហើយបានត្រួយបានស្លឹកច្រើនបើបងប្អូនបេះច្រើនដងក៏អត់អីដែរជាក់ស្ដែងដូចក្រូចសើចខ្ញុំនេះខ្ញុំបេះលក់ច្រើនដងហើយ4-5ដងហើយប៉ុន្តែនៅតែមានស្លឹកហើយមានត្រួយបន្តបន្ទាប់អញ្ចឹងចាអញ្ចឹងគឺវិធីស្រួលទេបងប្អូនពេលបេះលក់បងប្អូនកុំបេះស្លឹកចាកុំប្រលេះស្លឹកអញ្ចឹងណាបងប្អូនកុំប្រលេះស្លឹកអញ្ចឹងចាកុំប្រលេះស្លឹកអញ្ចឹងយកលក់ចាអញ្ចឹងបងប្អូនចង់លក់គឺបងប្អូនកាត់មែកចាស្អែកខ្ញុំហ្នឹងកាត់មែកណាខ្ញុំកាត់មែកទៅដល់ពេលយើងស្រោចទឹកស្រោចអីទៅគឺលាស់ត្រួយមកបន្តទៀតហើយស្លឹកបានធំជាងមុនហើយមើលត្រួយចាប់ផ្ដើមលាស់មកច្រើនហើយខ្ញុំទៅកាត់លក់ប្រហែលពីចូលឆ្នាំហ្នឹងហើយឥឡូវចាប់ផ្ដើមលាស់ហើយបងប្អូនកាត់មែកវាទៅកុំប្រលេះកុំខ្លាចថាងយើងប្រលេះទៅខូចដើមអត់ទេកាលណាយើងកាត់វាទៅដូចជាខៀវមែកវាធ្វើវាដើមនឹងវាប្រឹងហើយអញ្ចឹងក៏វាប្រឹងត្រួយមកទៀតនេះឃើញទេឃើញត្រួយមកល្អណាបងប្អូនអាចយកវិធីនេះទៅសាកល្បងបានដើម្បីកុំឲ្យស្លឹកដើមក្រូចសើចយើងស្លាប់ងាប់ណា